នៅឯភូមិតូចមួយជាប់មាត់ទន្លេគេតែងល្បីតគ្នាពីស្រះទឹកដ៏ធំមួយនៅជាភូមិដែលមានឈ្មោះថាស្រះបិសាចស្រះនេះជ្រៅណាស់ទឹកក៏ថ្លាខៀវឆ្អៅគួរឲ្យចង់ងូតប៉ុន្តែគ្មាននរណាម្នាក់ហ៊ានចុះលេងទឹកនោះទេព្រោះតាមដំណើរតគ្នាស្រះនោះបានឆក់យកជីវិតមនុស្សជាច្រើនអ្នកទៅហើយអ្នកខ្លះនិយាយថាខ្មោចទឹកតាមយាយីកាលពី10ឆ្នាំមុនមានក្មេងប្រុសម្នាក់ឈ្មោះអាប៉ាវអាយុទើបតែ10ឆ្នាំជាក្មេងដែលរពឹសចូលចិត្តលេងទឹកបំផុតឪពុកម្ដាយតែងហាមប្រាប់មិនឲ្យទៅក្បែរស្រះបិសាចនោះឡើយតែអាប៉ាវនៅតែលួចទៅលេងជាមួយមិត្តភ័ក្តិរបស់វាថ្ងៃមួយជាថ្ងៃដែលក្តៅហួតហែងអាប៉ាវនិងមិត្តភ័ក្តិ2នាក់ទៀតបានលួចនាំគ្នាទៅស្រះបិសាចនោះទឹកនៅទីនោះមើលទៅត្រជាក់ស្រេបគួរឲ្យចង់ចុះហែលលេងអាប៉ាវឯងហ៊ានចុះមុនគេអត់អាវិតដែលជាមិត្តភក្តិម្នាក់សួរទាំងញោមមាត់ទៅកាន់អាប៉ាវញញឹមទាំងវាចមាត់ខ្លាចអីពួកឯងចាំមើលឮគេនិយាយច្រើនណាស់តែមិនដែលឃើញខ្មោចទឹកអីផងនិយាយហើយអាប៉ាវក៏លោតចុះទៅក្នុងទឹកមុនគេបង្អស់មិត្តភក្តិទាំងពីរនាក់ឃើញដូច្នេះក៏ចុះតាមពីក្រោយដែរព្រោះឃើញអាប៉ាវមិនមានរឿងអ្វីកើតឡើងពួកគេលេងយ៉ាងសប្បាយអស់ប្រហែលជាកន្លះម៉ោងរំពេចនោះអាប៉ាវស្រាប់តែស្រែកឡើងអូយជួយផងជើងអញជាប់អីហើយទឹកដែលថ្លាខៀវចាប់ផ្ដើមឡើងល្អក់ខាប់អាប៉ាវព្យាយាមហែលឡើងមកលើតែដូចជាមានកម្លាំងអ្វីម្យ៉ាងប្រឹងទាញជើងរបស់វាចុះទៅក្រោមមិត្តភ័ក្តិទាំងពីរក៏ប្រញាប់ហែលចូលទៅជិតតែពួកគេក៏មានអារម្មណ៍ថាដូចជាមានអ្វីមកចាប់កដៃនិងកជើងរបស់ពួកគេដែរអាវិតអាសនអញមើលឃើញសម្អោយអីមួយអាប៉ាវនិយាយមិនទាន់ដាច់ពីមាត់ផងក៏ត្រូវលេចចូលទៅក្នុងទឹកបាត់សំឡេងគ្រវីទឹកក៏លាន់ឮលាយឡំនឹងសំឡេងសម្រែកឲ្យជួយមិត្តភ័ក្តិទាំងពីរនាក់ភ័យស្លន់ស្លោជាខ្លាំងក៏បំរះខ្លួនចេញពីកន្លែងអាថ៌កំបាំងនោះហើយខំប្រឹងហែលឡើងមកលើគោកទាំងដកដង្ហើមធំពេលងាកទៅមើលក្នុងទឹកវិញឃើញតែផ្ទៃទឹកនៅស្ងាត់ជ្រងំលែងឃើញអាប៉ាវទៀតហើយពួកគេរត់ទៅប្រាប់អ្នកភូមិទាំងយំសោកពេលអ្នកភូមិមកដល់ហើយរាវរកក៏ឃើញសាកសពរបស់អាប៉ាវនៅទីនោះខ្លួនប្រាណរបស់អាប៉ាវស្លេកស្លាំងភ្នែកបើកធំដូចជាមនុស្សដែលភ័យខ្លាចជាទីបំផុតអ្វីដែលគួរឲ្យព្រឺព្រួចនោះគឺនៅកញ្ចឹងកនិងកជើងទាំងពីររបស់អាប៉ាវមានស្នាមជួមពណ៌ខៀវខ្មៅដូចជាស្នាមរៀមដៃធំបានចាប់ចូលទៅក្នុងទឹកអ្នកភូមិបាននាំគ្នាធ្វើបុណ្យតាមប្រពៃណីហើយនាំគ្នាដាក់បំរាមដាច់ខាតមិនឲ្យនរណាម្នាក់ហ៊ានទៅលេងទឹកនៅក្បែរស្រះបិសាចនោះឡើយតែរឿងនេះមិនទាន់ចប់នោះទេ3យប់ក្រោយពិធីបុណ្យខ្មោចអាប៉ាវអ្នកភូមិដែលនៅក្បែរស្រះចាប់ផ្ដើមឮសូរសម្រែកយំខ្សឹបចេញពីទិសស្រះទឹកនោះសំឡេងនោះមានសំឡេងស្រួយដូចជាសំឡេងក្មេងប្រុសកំពុងយំដោយការឈឺចាប់ប៉ាអើយមកលេងជាមួយខ្ញុំមកត្រជាក់ណាស់ប៉ាអើយអ្នកភូមិភ័យជាខ្លាំងនាំគ្នាបិទទ្វារបិទបង្អួចជិតឈឹងហើយអានមន្តគាថាដើម្បីការពារខ្លួនប៉ុន្តែរឿងរន្ធត់ពិតប្រាកដចាប់ផ្ដើមកើតឡើងទៅលើអាវិតនិងអាសនដែលជាមិត្តភក្តិរបស់អាប៉ាវយប់នោះអាវិតកំពុងដេកលង់លក់យ៉ាងស្កប់ស្កល់នៅក្នុងផ្ទះស្រាប់តែមានអារម្មណ៍ថាត្រជាក់ពេញខ្លួនវាភ្ញាក់ព្រឺតឮសំឡេងខ្សឹបនៅក្បែរត្រចៀកអាវិតហេតុអីឯងទុកអញចោលឯងមិនស្រឡាញ់អញទេឬអាវិតបើកភ្នែកភ្លាមឃើញស្រមោលក្មេងប្រុសម្នាក់សើមជោគឈរនៅក្បាលដំណេករបស់វាមុខនោះស្លេកសក់រលាស់ទឹកភ្នែកធំសម្លឹងមើលមកវានោះគឺអាប៉ាវអាវិតស្ទើរដាច់ខ្យល់ខ្មោចអាប៉ាវញញឹមចំអកហើយនិយាយទាំងសំឡេងលាន់ឮទៅកាន់វាថាអញត្រជាក់ណាស់អាវិតចុះទៅលេងទឹកជាមួយអញទៅយើងទៅចាប់ខ្មោចទឹកជាមួយគ្នារាងកាយអាប៉ាវរលាយបាត់ទៅវិញតែបន្ទប់ទាំងមូលស្រាប់តែជោកជាំទៅដោយទឹកហើយមានក្លិនស្អុយត្រីរលួយឈួលឡើងអាវិតស្រែកខ្លាំងហើយដួលសន្លប់បាត់ស្មារតីបន្ទាប់ពីដួលសន្លប់នៅក្បែរទឹកដែលរលាយចេញពីខ្មោចអាប៉ាវអាវិតក៏ភ្ញាក់ឡើងវិញនៅពេលព្រឹក
វាមិនអាចប្រាប់នរណាម្នាក់បានទេខ្លាចគេថាវាឈួតតែភាពភ័យខ្លាចបានដក់ជាប់ក្នុងខ្លួនរបស់វារាល់ពេលឮសូរដំណក់ទឹកចំណែកអាសនជាមិត្តភក្តិម្នាក់ទៀតក៏ជួបរឿងរន្ធត់ដែរមួយយប់បន្ទាប់ពេលកំពុងអង្គុយម្នាក់ឯងមើលទូរទស្សន៍អាសនស្រាប់តែឮសម្រាប់ជើងដើរថ្នមនៅក្រៅផ្ទះពេលងាកទៅមើលតាមបង្អួចឃើញតែស្រមោលក្មេងម្នាក់កំពុងដើរត្រកអាសនយប់ជ្រៅហើយហេតុអីឯងមិននាំខ្ញុំទៅលេងទឹកសំឡេងខ្សឹបលាយឡំនឹងសំឡេងទឹកហូរធ្វើឲ្យរោមខ្លួនអាសនងើបឈរទាំងអស់អាសនរត់ទៅបិទវាំងននយ៉ាងលឿនហើយដេកគាំងញ័រខ្លួនរំពេចនោះសំឡេងទ្វាររបស់ផ្ទះក៏លាន់ឮដូចមានអ្វីមួយបើកចូលមកអាសនរត់ចូលក្នុងភួយហើយអានមន្តអាគមដែលធ្លាប់រៀនពីដូនតាប៉ុន្តែការរន្ធត់នៅតែបន្តសំឡេងដំណក់ទឹកធ្លាក់ពីលើពិដានផ្ទះធ្លាក់ចំភួយរបស់អាសនក្លិនត្រីរលួយនិងសារាយទឹកក៏សាយភាយពេញបន្ទប់អាសនយកដៃខ្ទប់មាត់មិនហ៊ានស្រែកស្រាប់តែមានសំឡេងអ្វីមួយទាញភួយចេញពីខ្លួនវាអាសនប្រឹងចាប់ភួយនៅវិញតែដូចជាកម្លាំងរបស់ខ្មោចអាប៉ាវខ្លាំងជាងមនុស្សធម្មតាទៅហើយលេងអញអាប៉ាវឯងទៅឆ្ងាយទៅអាសនស្រែកទាំងភ័យពេលភួយត្រូវរបូតចេញអស់អាសនក៏ឃើញខ្មោចអាប៉ាវឈរកងលើទ្រូងរបស់វាខ្មោចអាប៉ាវមិនមែនជាក្មេងស្លូតត្រង់ដូចមុនទៀតទេភ្នែករបស់វាឡើងក្រហមមុខរបស់វាហើមប៉ោងដោយទឹកនិងសក់សើមរបស់វារុំជុំវិញកអាសនឯងមើលមុខអញត្រជាក់ណាស់ហើយឯងនឹងត្រជាក់ដូចអញដែរខ្មោចអាប៉ាវបើកមាត់និយាយហើមពេលនិយាយក៏មានពពុះទឹកហូរចេញមកហើយអ្វីដែលរន្ធត់បំផុតនោះគឺដៃខ្មោចអាប៉ាវដែលឡើងស្វិតជាប់ដូចជាស្បែកដែលត្រាំទឹកយូរបានចាប់យកអាសនទាំងកំរោលអូសចុះពីលើគ្រែអូយម៉ែជួយកូនផងវាចាប់កូនហើយអាសនស្រែកខ្លាំងតែសំឡេងរបស់វាត្រូវបានខ្មោចអាប៉ាវគ្របបិទមាត់ជិតដោយដៃត្រជាក់ដូចតកកខ្មោចនោះអូអាសនទៅរកទ្វារដែលទ្វារនោះស្រាប់តែបើកចេញដោយខ្លួនឯងហើយបង្ហាញឲ្យឃើញថានៅខាងក្រៅផ្ទះមិនមែនជាដីភូមិទេតែជាផ្ទៃទឹកស្រះបិសាចដ៏ជ្រៅកំពុងរង់ចាំព្រឹកឡើងអ្នកភូមិត្រូវភ្ញាក់ផ្អើលជាខ្លាំងពេលឃើញឪពុកម្ដាយរបស់អាសនយំសោកបោះខ្លួននៅមាត់ច្រាំងស្រះបិសាចសាកសពរបស់អាសនត្រូវបានរកឃើញវាបានបាត់បង់ជីវិតទៅហើយសភាពសាកសពរបស់អាសនគឺមិនខុសពីអាប៉ាវប៉ុន្មានទេខ្លួនប្រាណឡើងស្លេកភ្នែកបើកធំតែលើពីនោះរាងកាយរបស់វាមានស្នាមអេសនិងក្រញ៉ៅខ្លួនពេញខ្លួនដូចជាវាព្យាយាមរើបំរាស់យ៉ាងខ្លាំងក្លាបំផុតហើយអ្វីដែលធ្វើឲ្យអ្នកភូមិព្រឺខ្លាចដល់ថ្នាក់រត់ចោលភូមិស្ទើរតែទាំងអស់នោះគឺនៅបាតដៃឆ្វេងរបស់អាសនគឺមានសរសេរអក្សរដោយឈាមដែលវាបានខាំដៃវាហើយសរសេរថាអាប៉ាវគ្រប់គ្នានៅក្នុងភូមិដឹងហើយថាខ្មោចអាប៉ាវបានត្រឡប់មកវិញហើយវាមិនមែនគ្រាន់តែជាខ្មោចតៃហោងធម្មតាទេវាបានក្លាយទៅជាខ្មោចទឹកដែលត្រូវការមិត្តរួមរស់នៅក្នុងទឹកជាមួយចំណែកអាវិតដែលជាមិត្តភក្តិម្នាក់ទៀតពេលឃើញសាកសពអាសនវាដឹងថាដល់វេនរបស់វាហើយភាពភ័យខ្លាចក៏ចាប់ផ្ដើមគ្របដណ្ដប់លើជីវិតរបស់វាសម្រេចចិត្តរត់ចេញពីភូមិភ្លាមមិនហ៊ានចាំដល់យប់ឡើយប៉ុន្តែខ្មោចលងទឹកមិនដែលបោះបង់ចោលចំណីរបស់ខ្លួនងាយនោះទេអាវិតមិនចាំយូរពេលបានឮដំណឹងមិត្តភក្តិទី2របស់ខ្លួនត្រូវខ្មោចអាប៉ាវយកជីវិតអាវិតក៏ប្រមូលលុយនិងសម្លៀកបំពាក់បានបន្តិចបន្តួចដោយលួចលាក់ហើយរត់ចេញពីភូមិទាំងកណ្ដាលថ្ងៃចាស់វាមិនបានប្រាប់ឪពុកម្ដាយឡើយព្រោះខ្លាចថាបើនៅក្បែរគាត់ពួកគាត់ក៏អាចត្រូវខ្មោចទឹកតាមយកទៅជាមួយដែរវាដើរតាមផ្លូវដីក្រហមឆ្ពោះទៅកាន់ទីក្រុងដោយសង្ឃឹមថាចម្ងាយដ៏ឆ្ងាយនឹងការនៅឆ្ងាយពីស្រះទឹកបិសាចនោះនឹងធ្វើឲ្យខ្មោចអាប៉ាវលែងតាមលងវាដើរទាំងញ័រខ្លួន
ព្រោះរៀងរាល់ពេលងាកក្រោយវាតែងស្រមៃថាឃើញខ្មោចអាប៉ាវសើមជោគជាំឈរពីក្រោយវាព្យាយាមមិនសម្លឹងទៅលើស្រមោលរបស់ខ្លួនឯងខ្លាចក្រែងស្រមោលនោះមិនមែនជារបស់វាលុះមកដល់ម៉ោង 6 ល្ងាចអាវីតក៏បានទៅដល់ចំណតឡានក្រុងតូចមួយនៅតាមផ្លូវជាតិវាបានទិញសម្បុត្រនៅទីនោះហើយអង្គុយរង់ចាំដោយបេះដូងលោតញាប់ញ័រវាមានអារម្មណ៍ថាទីនោះមានមនុស្សច្រើននិងមានសុវត្ថិភាពពេលឡានក្រុងមកដល់វាក៏ឡើងឡានទៅអង្គុយកៅអីខាងក្រោយបង្អស់ជាប់បង្អួចអាវីតធ្វើការអធិដ្ឋានក្នុងចិត្តសុំបារមីឲ្យជួយការពារខ្លួនឡានចាប់ផ្ដើមបើកលូនទៅមុខក្នុងភាពងងឹតនៃរាត្រីកាលនៅក្នុងឡានមានមនុស្សមិនច្រើនប៉ុន្មានទេអាវីតនៅតែមានអារម្មណ៍ភ័យខ្លាចមិនបាត់វាមិនហ៊ានបិទភ្នែកឡើយវាងាកមើលទៅតាមកញ្ចក់បង្អួចស្រាប់តែរូបភាពនៅខាងក្រៅបង្អួចបានចាប់ផ្ដើមផ្លាស់ប្ដូរដំបូងគឺវាជាផ្លូវធម្មតាដែលហ៊ុំព័ទ្ធទៅដោយដើមឈើធំៗបន្ទាប់មកផ្លូវនោះបែរជាចាប់ផ្ដើមជោកជាំទៅដោយទឹកភ្លៀងទេគ្មានភ្លៀងធ្លាក់សោះអាវីតលូកដៃទៅប៉ះបង្អួចគឺស្ងួតធម្មតាតែនៅក្នុងកញ្ចក់ឆ្លុះវិញទឹកហាក់ដូចជាឡើងខ្ពស់ទៅរំពេចនោះកញ្ចក់បង្អួចដែលឆ្លុះបញ្ចាំងរូបភាពខាងក្រៅស្រាប់តែបង្ហាញនូវរូបភាពផ្ទៃទឹកពណ៌ខៀវងឹតទឹកនោះក៏ចាប់ផ្ដើមរលាស់ខ្លាំងដូចជាមានអ្វីរើបំរាស់នៅខាងក្រោមនោះសំឡេងគោះបង្អួចចេញពីក្រៅឡានបានលាន់ឮឡើងអាវីតយកដៃបិទមាត់ទាំងបេះដូងស្ទើរលោតចេញពីទ្រូងវាខំប្រឹងមិនមើលតែដូចជាមានកម្លាំងអ្វីប្រឹងទាញក្បាលរបស់វាឲ្យងាកទៅមើលបង្អួចដដែលពេលវាងាកសម្លឹងទៅមើលម្ដងទៀតវាក៏ឃើញថាខ្មោចអាប៉ាវកំពុងតែហែលប្រដេញតាមឡានក្រុងរបស់វាហាក់ដូចជាគ្មានជំនាញផែនដីឡើយខ្មោចនោះហែលក្នុងខ្យល់ដូចជាហែលទឹកមុខរបស់វានៅជាប់នឹងកញ្ចក់បង្អួចរបស់អាវីតភ្នែកក្រហមឆ្អៅសម្លឹងមករកអាវីតទាំងទឹកមុខហើមប៉ោងគួរឲ្យខ្លាចអាវីតហើយរត់មិនរួចទេយើងជាមិត្តភក្តិនឹងគ្នាមកលេងទឹកជាមួយឯងមកសំឡេងរបស់វាលាន់ឮក្នុងត្រចៀករបស់អាវីតទោះបីជាឡានកំពុងបើកបរយ៉ាងលឿនក៏ដោយខ្មោចអាប៉ាវចាប់ផ្ដើមយកម្រាមដៃដែលស្វិតរលួយរបស់វាមកគូសលើកញ្ចក់បង្អួចទឹកស្អុយពណ៌បៃតងខ្មៅហូរចុះមកតាមកញ្ចក់ត្រង់កន្លែងដែលវាគូសជារង្វង់ហើយរំពេចនោះកញ្ចក់បង្អួចក៏បែកខ្ទេចខ្យល់ត្រជាក់ដូចតកបក់ចូលក្នុងឡានយ៉ាងខ្លាំងរួមជាមួយនឹងក្លិនស្អុយត្រីរលួយអ្នកដំណើរទាំងអស់ក្នុងឡានភ្ញាក់ផ្អើលហើយចាប់ផ្ដើមស្រែកឆោឡោខ្មោចអាប៉ាវបានលូកដៃកាត់តាមបង្អួចដែលបែកនោះហើយចាប់ទៅលើករបស់អាវីតឯងត្រូវតែចុះទៅក្នុងទឹកជាមួយអញកម្លាំងរបស់ខ្មោចអាប៉ាវខ្លាំងដូចជាវាទាញអាប៉ាវលង់ទឹកក្នុងស្រះនោះអញ្ចឹងអាវីតត្រូវបានទាញចេញពីកៅអីទាំងដាច់ខ្យល់ដោយការភ័យខ្លាចនិងការច្របាច់ករបស់ខ្មោចនោះអ្នកបើកបរឡានចាប់ផ្ដើមជន់ហ្វ្រាំងយ៉ាងគំហុកពេលឡានក្រុងបានជប់ហើយពន្លឺពិលរបស់អ្នកដំណើរក៏បានចាំងទៅលើកន្លែងដែលអាវីតអង្គុយអាវីតបានស្លាប់ទៅហើយវាបានដេកស្លាប់នៅលើកៅអីទាំងភ្នែកបើកធំប៉ុន្តែលើកនេះអ្វីដែលគួរឲ្យរន្ធត់ជាងមុនទៅទៀតនោះគឺនៅលើកអាវីតមានស្នាមម្រាមដៃជាប់ពណ៌ខៀវជាប់ទៅនឹងកដូចជាស្នាមត្រូវបានច្របាច់រហូតដល់ដាច់ខ្យល់ស្លាប់នៅជុំវិញខ្លួនរបស់វានិងលើកៅអីឡានទាំងមូលគឺមានទឹកថ្លាត្រជាក់ហូរជោកដែលមិនដឹងថាហូរមកពីណានោះទេគ្រប់គ្នាដឹងហើយថាទោះបីជារត់ទៅដល់ដីគោកខ្មោចអាប៉ាវដែលខ្លាចទៅជាខ្មោចទឹកនោះក៏នៅតែអាចតាមយកជីវិតមិត្តភក្តិរបស់ខ្លួនទៅធ្វើជាមិត្តរួមទឹកបានដែររឿងរន្ធត់នៃខ្មោចទឹកអាប៉ាវនៅតែបន្តលងបន្លាចអ្នកដែលនៅសេសសល់បន្ទាប់ពីហេតុការណ៍រន្ធត់នៅលើឡានក្រុងដែលបណ្ដាលឲ្យអាវីតស្លាប់បាត់បង់ជីវិតដោយសារស្នាមច្របាច់កហើយមានទឹកហូរជោគជាំនៅនឹងកន្លែងកើតហេតុអ្នកដំណើរទាំងអស់បានភ័យស្លន់ស្លោហើយនាំគ្នាចុះពីលើឡានទាំងអស់អ្នកបើកបរបានតាក់ទងទៅប៉ូលីសនិងក្រុមគ្រួសាររបស់អាវីតប៉ូលីសបានចុះមកពិនិត្យសាកសពពួកគេបានកត់សម្គាល់ពីស្នាមជួមនៅករបស់អាវីត
និងទឹកហូរជោគដែលគ្មានប្រភពច្បាស់លាស់ការសន្និដ្ឋានដំបូងគឺការធ្វើឃាតឬកាំងបេះដូងដោយការភ័យខ្លាចខ្លាំងពេកប៉ុន្តែអ្នកបើកបរឡានក្រុងដែលជាបុរសវ័យចំណាស់ម្នាក់មានការគិតត្រិះរិះច្រើនមិនបានជឿនោះទេគាត់បានឃើញដោយភ្នែកខ្លួនឯងនៅអ្វីដែលបានកើតឡើងបង្អួចបែកខ្ទេចទាំងគ្មានអ្វីបុកទឹកហូរចូលក្នុងឡាននិងសម្រែករបស់អាវិតគាត់ដឹងច្បាស់ថានេះមិនមែនជារឿងមនុស្សជាអ្នកធ្វើនោះទេពេលដែលប៉ូលីសនាំយកសាកសពអាវិតចេញពីឡានស្រាប់តែអ្នកបើកបរឡានក្រុងឃើញអ្វីមួយយ៉ាងជាប់នឹងកៅអីរបស់អាវិតវាគឺជាកំណាត់សារាយទឹកពណ៌បៃតងខ្មៅស្អិតស្អិតហើយមានក្លិនត្រីរលួយគាត់ដឹងភ្លាមថាខ្មោចអាប៉ាវនៅតែទាមទារមិត្តភក្តិរបស់វាខ្មោចទឹកមិនអាចរស់នៅក្នុងទឹកតែម្នាក់ឯងបានយូរទេវាតែងតែត្រូវការអ្នកថ្មីទៅជំនួសឬទៅរស់នៅជាមួយអាប៉ាវបានសម្រេចបំណងរបស់វាហើយក្រោយហេតុការណ៍នោះដំណឹងក៏ល្បីពេញស្រុកភូមិអ្នកភូមិដែលនៅសេសសល់បាននាំគ្នាបោះបង់ផ្ទះសម្បែងរបស់ខ្លួនចោលហើយរត់ទៅរស់នៅកន្លែងផ្សេងអស់ភូមិនោះក៏បានប្រែក្លាយទៅជាភូមិមួយដែលមានសភាពស្ងាត់ជ្រងំឪពុកម្ដាយរបស់អាប៉ាវដែលនៅតែរស់នៅក្នុងភូមិដដែលបានដឹងថាកូនប្រុសរបស់គាត់មិនបានទៅកើតទេតែបានក្លាយទៅជាខ្មោចទឹកដែលនៅតាមយកជីវិតមិត្តភក្តិរបស់ខ្លួនពួកគាត់បានទៅសុំឲ្យលោកតាព្រឹទ្ធាចារ្យចំណាំម្នាក់ជួយលោកតាព្រឹទ្ធាចារ្យបានប្រាប់ថាខ្មោចអាប៉ាវត្រូវបានខ្មោចទឹកដើមនៅស្រះនោះចាប់យកទៅធ្វើជាបរិវាររួចហើយព្រលឹងរបស់វាត្រជាក់ខ្លាំងណាស់វាមិនអាចនៅម្នាក់ឯងបាននោះទេវានឹងនៅតែតាមរកមនុស្សផ្សេងទៀតដើម្បីទៅជំនួសឬនៅជាមួយដរាបណាស្រះបិសាចនោះនៅមានទឹកយប់នោះឪពុកម្ដាយរបស់អាប៉ាវបានទៅដល់មាត់ស្រះបិសាចពួកគេបានឃើញពន្លឺខៀវៗរំកិលចុះឡើងនៅចំកណ្ដាលស្រះប៉ាអើយកូនមកផ្ទះវិញទៅម្ដាយស្រែកយំរំពេចនោះផ្ទៃទឹកស្រះក៏មានរលកខ្លាំងហើយសំឡេងក្មេងប្រុសខ្សឹបក៏លាន់ឮឡើងថាម៉ែខ្ញុំត្រជាក់ណាស់មកលេងជាមួយខ្ញុំមកខ្ញុំត្រូវការមិត្តភក្តិទេកូនយើងមិនអាចរស់នៅទីនោះបានទេឪពុកស្រែកហាមពេលនោះរលកទឹកមួយដ៏ធំក៏បានបក់វក់ឡើងពីក្នុងស្រះហក់ចូលមករកពួកគេទាំងពីរនាក់ឪពុកម្ដាយរបស់អាប៉ាវដួលសន្លប់បាត់ស្មារតីពេលភ្ញាក់ឡើងវិញពួកគេឃើញខ្លួនដេកនៅមាត់ច្រាំងតែនៅជាប់នឹងដៃម្ដាយគឺមានកូនអាយ៉ងឈើមួយធ្វើពីមែកឈើសើមតែគ្មានភ្នែកគ្មានច្រមុះហើយមានស្លៀកពាក់សម្លៀកបំពាក់របស់អាប៉ាវពួកគេយល់ឃើញថាខ្មោចអាប៉ាវបានបញ្ជាក់ថាវានឹងមិនទៅណាទេហើយវានឹងនៅតាមយកមនុស្សផ្សេងទៀតទៅរស់នៅជាមួយវារហូតមកដល់ពេលនេះស្រះបិសាចនៅតែស្ថិតនៅទីនោះដក់ជាប់នៅភាពស្ងាត់ជ្រងំនិងអាថ៌កំបាំងផ្លូវថ្នល់នៅមុខភូមិក៏លែងមានមនុស្សធ្វើដំណើរឆ្លងកាត់ទៀតដែរតែគេល្បីតៗគ្នាថានៅរាត្រីថ្ងៃពេញបូរមីពេលសម្លឹងមើលទៅស្រះនោះគេអាចឃើញស្រមោលក្មេងប្រុស3នាក់កំពុងលេងបិទពួននៅក្នុងស្រះទឹកដ៏ជ្រៅនោះនិងកំពុងហាលចុះឡើងហើយបើពេលខ្លះពេលធ្វើដំណើរឆ្លងកាត់ផ្លូវក្បែរភូមិនោះឮសូរដំណក់ទឹកធ្លាក់នៅក្បែរត្រចៀកសូមប្រុងប្រយ័ត្នព្រោះខ្មោចអាប៉ាវនិងមិត្តភក្តិរបស់វាកំពុងរកមើលមិត្តថ្មីដើម្បីនាំទៅលេងទឹកជាមួយពួកគេ